ចឹងឆ្នាំតវងដែលរិស័យឡើងខ្លាំងในចុងខែមិនិនាគឺឆ្នាំខាលបាទឆ្នាំខាលលោកអ្នកដែលកើតឆ្នាំខាលនៅចុងខែមិនិនានេះឆ្នាំរបស់លោកអ្នកគឺជាកម្ពូលឆ្នាំដែលរិស័យឡើងខ្លាំងនៅចុងខែមិនិនាចឹងអ្នកដែលកើតឆ្នាំខាលសប្បាយចិត្តរីករាយហើយ share នៅវីដេអូលោកគ្រូមហាជុំដាក់លេខសំណាងគឺលេខ824លេខ824គឺជាលេខនាំលៀបនាំសំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំខាលចឹងអ្នកដែលកើតឆ្នាំខាលលេខសំណាង824ពណ៌សំណាងគឺពណ៌ផ្កាឈូកស្អែកលោកអ្នកពាក់អាវពណ៌ផ្កាឈូកហើយលោកអ្នកឥឡូវនេះ comment លេខសំណាងគឺលេខ824លេខ824គឺជាលេខនាំលៀបនាំសំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំខាលឆ្នាំខាលនៅចុងខែមិនិនានេះរិស័យរបស់លោកអ្នកឈប់ភ័យឈប់ព្រួយរិស័យឡើងខ្លាំងរហូតដល់ដាច់ខែ3ឈានចូលដល់ខែ4ឆ្នាំខាលលំមដល់ពេលដែលរិស័យឡើងហើយបាទព្រោះមករយៈចុងក្រោយនេះមនុស្សអ្នកដែលកើតឆ្នាំខាលហ្នឹងយំក៏មិនចាញ់សោយក៏មិនចាញ់ដែរចិត្តឈួតដែរដោយសារកិច្ចការងារមុខរបររកស៊ីជំនួញជួញដូរគឺបរាជ័យហើយបើនិយាយពីលុយកាក់និយាយពីស្មុកស្មាញបាទស្មុកស្មាញបន្តិចរឿងដែលមិនគួរជួបរឿងដែលមិនគួរកើតគឺកើតរឿងដែលមិនគួរឲ្យមានវាមានយើងនិយាយទៅកាន់គេល្អគេថាយើងអាក្រក់យើងជួយគេបានទោសមកវិញព្រោះមនុស្សអ្នកកើតឆ្នាំខាលមួយជីវិតធ្វើបុណ្យអត់ដែលបានបុណ្យទេកូនចៅគឺខ្ញុំតែងតែនិយាយថាអ្នកកើតឆ្នាំខាលពេលដែលគេស្លាប់មានមុខយើងទៅជួយគេប៉ុន្តែពេលដែលយើងស្លាប់គ្មានអ្នកណាមួយមកជួយយើងវិញទេចឹងអ្នកដែលកើតឆ្នាំខាលរាប់អានអ្នកណាមួយរាប់មិនដែលបានយូរទេមិនមែនយើងមិនចង់រកគេទេប៉ុន្តែគេចំណែនគេនន្ទាគេឈ្នានីយើងគេមិនសូវរាប់អានយើងបើរាប់អានយើងមានលុយគេបោកលុយយើងគេខ្សែលើយើងដល់ពេលដែលយើងអត់លុយអានឹងគេបោកយើងប្រើទៅទៀតអញ្ចឹងយើងដែលកើតនៅឆ្នាំខាលរៀងមានបញ្ហារៀងមានវិបត្តិកើតឡើងបន្តិចព្រោះថាវាអត់ដូចចិត្តវាអត់ដូចបំណងវាចេះតែមានឧបសគ្គវាចេះតែមានបញ្ហាយើងជួយគេគេអត់ជួយយើងល្អជាមួយគេគេអត់ល្អជាមួយយើងខ្វល់ជាមួយគេគេមិនខ្វល់ជាមួយយើងអ្នកដែលកើតឆ្នាំខាលគឺជាមនុស្សមួយដែលអត់មានអ្នកយល់ចិត្តជីវិតអ្នកកើតឆ្នាំខាលខ្ញុំតែងតែនិយាយថាគ្មានអ្នកណាយល់ចិត្តទេយើងធ្វើល្អតលទៅស្លាប់ខ្លួនទៅទៀតក៏គ្មានអ្នកណាគេមើលឃើញអំពីការលះបង់របស់យើងដែរប៉ុន្តែបើយើងខុសឬពេលខ្លះយើងមិនខុសផងក៏មានអ្នកតាមចាប់កំហុសយើងអញ្ចឹងអ្នកកើតឆ្នាំខាលមិនបាច់ធ្វើអ្វីមួយតម្រូវចិត្តអ្នកដទៃទេគឺពិបាកបន្តិចព្រោះគេមើលមកគឺយើងក្នុងផ្លូវអាក្រក់អ្នកដែលកើតឆ្នាំខាលគឺជាមនុស្សមួយដែលតែងតែយល់ចិត្តគេគ្រប់គ្នាដែលតែងតែគិតពីគេគ្រប់គ្នាប៉ុន្តែគេមិនដែលគិតពីយើងគេមិនដែលយកអាសាយើងគេមិនដែលជួយយើងទេការឈឺឆ្អាលរបស់យើងការនិយាយរបស់យើងពេលខ្លះវាត្រង់ពេកវាធ្វើឲ្យគេស្អប់យើងទៅវិញដោយសារយើងគឺជាមនុស្សត្រង់10ដឹង10 20ដឹង20យើងអត់ចេះផ្អែមយើងអត់ចេះរលួយទៅខាងក្រៅខាងក្នុងពោពេញដោយល្បិចកលអត់ទេមនុស្សអ្នកកើតឆ្នាំខាលគឺជាមនុស្សដែលត្រង់បំផុតត្រង់ណាស់បាទហើយអ្នកដែលកើតឆ្នាំខាលមកជីវិតបើមានលុយឲ្យគេខ្ចីគឺគេមិនសងដាច់ខាតប៉ុន្តែបើខ្លួនឯងត្រូវការទៅខ្ចីគេ100គេមិនឲ្យផងចាំទុកនៅក្នុងជីវិតទៅអ្នកកើតឆ្នាំខាលអ្នកដែលកើតឆ្នាំខាលមករយៈពេលចុងក្រោយនេះកូនចៅចិត្តដាច់ខ្យល់ណាកិច្ចការងាររកស៊ីជំនួយជួយដូរសុខភាពការងារអ្វីគ្រប់យ៉ាងគឺមិនដែលបានល្អមិនដែលបានជោគជ័យមិនដែលបានរីកចម្រើនទេមករយៈនេះកាន់តែជួយគេកាន់តែធ្វើកាន់តែបានទោសហើយយើងមកជីវិតអ្នកកើតឆ្នាំខាលកុំសង្ឃឹមតែមានស្នេហ៍ស្មោះបរិសុទ្ធគ្មានទេបាទអត់មានតលទៅសោះណាអត់មានទេណាគេក្បត់យើងគេធ្វើបាបយើងគេចំណែនយើងពេលដែលយើងមានលុយយើងសម្បូរញាតគេរាប់អានពេលយើងអត់លុយគ្មានអ្នកណាមកចិត្តយើងទេសូម្បីតែបងប្អូនយើងបងកើតក៏គេមិនយល់ចិត្តយើងដែរអ្នកដែលកើតឆ្នាំខាលលំបោមឈប់ចិត្តទុនហើយរៀនធ្វើមនុស្សអាត្មានិយមខ្លះព្រោះតែមកជីវិតរបស់យើងជួយគេច្រើនពេកហើយប៉ុន្តែមកដល់ឥឡូវហ្នឹងចិត្តងប់ទៅវិញហើយម្នាក់គ្មានអាណាមកជួយយើងផងយើងឃើញអញ្ចឹងយើងលំបោមឈប់ហើយខ្ញុំតែងតែនិយាយដាស់តឿនជារឿយថាអ្នកដែលកើតឆ្នាំខាលមិនបាច់ជួយគេទេព្រោះអ្នកឯងជួយគេតតែអស់ជីវិតទៅទៀតក៏គ្មានអ្នកណាមើលឃើញអំពីការលះបង់របស់យើងដែរទោះបីជាយើងជួយគេឲ្យអស់ពីលទ្ធភាពយ៉ាងម៉េចក៏ដោយក៏គេគ្មានអ្នកយល់អំពីយើងដែរប៉ុន្តែការលះបង់របស់យើងមិនហួសហេតុទេថ្ងៃណាមួយទេវតានឹងប្រទានពរឲ្យយើងអញ្ចឹងតម្រាំតែទេវតាប្រទានពរឲ្យយើងអ្នកកើតឆ្នាំខាលផ្ដាច់ខ្យល់ងប់ដុំបំបាត់ទៅហើយបាទអញ្ចឹងឥឡូវនេះអ្នកកើតឆ្នាំខាលសូមជម្រាបជូនលោកអ្នកថារឿងអ្វីក៏ដោយទុកម្ល៉េះ
vây để thử kết nơi trong khai mỹ niên đi rì xây dương làng bởi dương miên bánh hà bởi dương miên rương để đọc sai chân rèn ste bánh hà nam mùi mình lõ nơi trong khai mỹ niên đi dương còn nâng prai chia lõ mà vĩnh dương nâng prai tới chia phiếp lõ và xa lại mà vĩnh chẳng nơi trong khai mỹ niên cho năm pi pon phải pram lúc nè để cả nơi trong khá vây đây mình lõ có thể chia lõ vây đây là khó có thể chia lõ mà vĩnh cách ca đại bật na trong ban con đang lọ mà vinh ca lụa đô tụm ninh tinh chôn vừa vậy mũi cách ca xên có nâng miền phiếp lọ prosa chẳng nhẹ ca xem khá chắp đai lọ máu để trong khai mi đi chẳng cách ca nghe tôi thòng cách ca nghe nam mình lọ cách ca nghe na để riêng stick cần lòng máu cứ nâng prai chia lọ tọt mà với nhảy chẳng nhẹ để ca xem khá dừng đê sẵn khâm mà dương người nhâm đọc bây từ tuôn dọc nơi liếp sầm nang thằng kia nơi trong khai mi đi rồi hốt đó đang khai buồn rì xây dươngឡើងខ្លាំងហើយបាទឡើងខ្លាំងហើយអញ្ចឹងមនុស្សអ្នកកើតឆ្នាំខាលំមឈប់ជួយគេហើយព្រោះឲ្យតែយើងជួយគេគឺគេមិនដែលបានគុណមកលើមិនដែលបានគុណទេយើងជួយគេក៏មិនដែលបានការតបគុណមកយើងវិញដែរជួយគេខុសរហូតជួយគេមានរឿងរហូតដូចមនុស្សអញ្ចឹងណាអ្នកខ្លះមិនមែនថាដឹងផឹកស្រាជក់បរិយវាខូចសុខភាពផឹកស្រាជក់បរិយវាខូចសុខភាពដឹងប៉ុន្តែនៅតែផឹកអញ្ចឹងយើងមិនមែនដឹងទេយើងដឹងថាជួយគេឲ្យវាមានទុកមកវិញជួយគេឲ្យវាមានទោសមកវិញប៉ុន្តែនៅតែជួយទៀតអានឹងឯល្មមកាយហើយបាទឈប់ទៅឈប់ចិត្តនឹងវាទុនទៀតទៅអ្នកកើតឆ្នាំខាលទាំងឡាយទាំងពួងអើយអញ្ចឹងចាប់ពីថ្ងៃនេះតទៅអ្នកកើតឆ្នាំខាលគឺបើយើងលះបង់ការជួយគេចាញ់ឈប់ឲ្យលុយគេខ្ចីឈប់ខ្វល់រឿងគេអ្វីនឹងល្អមកវិញហើយអ្នកដែលកើតឆ្នាំខាលទាំងអស់បើចង់ហេងបើចង់កាក់កបបើចង់រកស៊ីមានបានណារឿងមួយទៀតចំរដូវចំពេលមិនមែនតែអ្នកកើតឆ្នាំខាលទេអ្នកដែលកើតឆ្នាំទាំង12ណាអ្នកណាក៏ដោយចង់ឲ្យហេងចង់ឲ្យរស់ស៊ីមានបានចង់ឲ្យកាក់កបចង់ឲ្យរីកចម្រើនសូមលោកអ្នកកុំភ្លេចឆេងមេឃរដូវនៃការឆេងមេឃនេះគឺសំខាន់បំផុតអញ្ចឹងអ្នកណាក៏ដោយដែលរស់ស៊ីធ្លាក់រស់ស៊ីអត់ឡើងរស់ស៊ីមិនកាក់កបរស់ស៊ីខាតកុំភ្លេចទៅឆេងមេឃឲ្យសោះលោកអ្នកត្រូវទៅឆេងមេឃទៅឆេងមេងទៅដើម្បីទទួលបាននៅលៀបសំណាងល្អត្រឡប់មកវិញទៅដើម្បីហេងទៅដើម្បីកាក់កបទៅដើម្បីរីកចម្រើនមកវិញអញ្ចឹងនៅក្នុងឱកាសនៃឆេងមេងនេះសូមលោកអ្នកទាំងអស់បាទកុំភ្លេចទៅឆេងមេងព្រោះទៅឆេងមេងយើងទៅគោរពបុព្វបុរសដូនតារបស់យើងដើម្បីឲ្យយើងរកស៊ីមានបានហើយបើសិនជាភ្នោដូនតារបស់យើងយកទៅបញ្ចុះយកទៅបូជាយើងយកទៅទុកដាក់នៅកន្លែងដែលមានហុងស៊ុយល្អនៅកន្លែងដែលមានធម៌ពលល្អនោះនឹងជួយឲ្យយើងកាន់តែរីកចម្រើននឹងជួយឲ្យយើងកាន់តែរកស៊ីមានបានអញ្ចឹងយើងសួរថាតើភ្នោដូនតារបស់យើងរាល់ថ្ងៃហ្នឹងវាល្អដែរឬអត់វាមានហុងស៊ុយត្រឹមត្រូវដែរឬអត់ចម្លើយឆ្លើយថាធ្វើម៉េចបានដឹងងាយស្រួលក្រោយពីបញ្ចុះទៅកូនចៅរកស៊ីមានឬអត់ក្រោយពីបញ្ចុះទៅកូនចៅសុខសប្បាយឬអត់ក្រោយពីបញ្ចុះទៅកូនចៅវាត្រូវគ្នាឬអត់ឬមួយក៏វាមានបញ្ហាកើតឡើងអញ្ចឹងយើងកត់សម្គាល់ដឹងហើយបើសិនជាយើងបញ្ចុះសពភ្នោដូនតាយើងហើយវាមានបញ្ហាកើតឡើងវាមានឧបសគ្គកើតឡើងវាមានរឿងមិនល្អកើតឡើងបានន័យថាយើងធ្វើខុសហើយអត់ត្រឹមត្រូវទេអញ្ចឹងវិធីសាស្ត្រនៅក្នុងការកែខៃតាមក្បួនត្រូវចំណាយលុយច្រើនប៉ុន្តែខ្ញុំនឹងប្រាប់អំពីគន្លឹះឲ្យលោកអ្នកងាយស្រួលនៅក្នុងការកែខៃអត់មានលំបាកទេលោកអ្នកត្រូវមានដីហុងស៊ុយ5ធាតុយកទៅបាចពីលើភ្នោពេលដែលយើងពូនភ្នោរួចយើងរៀបចំឆេកមេងយើងយកដីហុងស៊ុយទៅរួចពីលើភ្នោដីហុងស៊ុយ5ធាតុដែលមានធម៌ពលល្អនឹងជួយជំរុញឲ្យភ្នោរបស់យើងពីហុងស៊ុយមិនល្អឲ្យប្រែជាហុងស៊ុយល្អវិញអញ្ចឹងពីភ្នោដែលធ្វើឲ្យកូនចៅក្រពីភ្នោដែលធ្វើឲ្យកូនចៅរកស៊ីមិនឡើងពីភ្នោដែលធ្វើឲ្យកូនចៅរកស៊ីដាក់ពីភ្នោដែលកូនចៅរកស៊ីធ្លាក់ពីភ្នោដែលជួយឲ្យកូនចៅមិនល្អបែកបាក់អីមិនល្អនោះឆ្លោះគ្នានោះនឹងក្រោយពីដាក់ដីហុងស៊ុយ5ធាតុហើយគឺនឹងជួយឲ្យកូនចៅរកស៊ីមានបានជោគជ័យអញ្ចឹងលោកអ្នកចាំកាលទៀតឆេកមេងនេះជាឱកាសដែលយើងអាចកែប្រែហុងស៊ុយភ្នោដូនតាយើងហើយក៏ជាឱកាសដែលយើងនឹងជំរុញជោគលាភឲ្យបានល្អមកយើងវិញអញ្ចឹងយើងទៅឆេកមេងយើងទទួលបានពរជ័យហើយយើងកែភ្នោដូនតាយើងឲ្យមានហុងស៊ុយជួយឲ្យកូនចៅរកស៊ីមានបានអញ្ចឹងដីហុងស៊ុយ5ធាតុយកទៅរួចពីលើភ្នោគឺមានបានទាំងអស់គ្នាចម្រើនទាំងអស់គ្នាភ្នោយើងល្អហើយយើងដាក់ដីហុងស៊ុយ5ធាតុនៅកាន់តែល្អទៀតអត់មែនថាអ្នកណាអ្នកដាក់មានតែអ្នកនោះអត់ទេណាគឺដាក់ទៅមានទាំងអស់គ្នាល្អទាំងអស់គ្នារីកចម្រើនទាំងអស់គ្នាអញ្ចឹងបងប្អូនណាដែលជឿជាក់ហើយចង់កែខៃដែលចង់ឲ្យដូនតា
ឥទ្ធិពលនៃភ្នោដូនតាជួយឲ្យកូនចៅរកស៊ីមានបានបងប្អូនជាដីហុងស៊ុយ5ធាតយកទៅហួយពីលើភ្នោដូនតារបស់យើងក្រោយទៅពីហួយលើភ្នោដូនតារបស់យើងរួចហើយនោះដូនតានឹងជួយយើងឲ្យកាក់កបឲ្យរីកចម្រើនឲ្យរកស៊ីមានបានកាក់កបល្អមកវិញអញ្ចឹងអ្នកណាដែលមិនទាន់មានដីហុងស៊ុយទេប្រញាប់ជាយកទៅដាក់ណាបាទហើយកូនចៅមានចែកដីមានចែកដីគឺយើងតម្រូវឲ្យមានពាងទឹកឬមួយក្អមទឹកដើម្បីដាក់ក្នុងចែកដីដាក់ទឹកឲ្យត្រជាក់ត្រជុំអញ្ចឹងទឹកនៅក្នុងពាងនៅក្នុងក្អមយើងយកដីហុងស៊ុយ5ធាតចាក់ក្នុងពាងចាក់ក្នុងក្អមទៅហើយក៏នឹងជួយឲ្យយើងបានរីកចម្រើនរកស៊ីមានបានត្រជាក់ត្រជុំសម្រាប់អ្នកដែលមានដែលនៅក្នុងក្អមហើយរឿងដីហុងស៊ុយ5ធាតនេះយកទៅដាក់លើភ្នោមិនថាភ្នោចិនភ្នោចាមភ្នោអ៊ីស្លាមភ្នោខ្មែរទេឲ្យតែយកទៅដាក់គឺនឹងល្អកាក់កបរីកចម្រើនព្រោះថាក្បួនហុងស៊ុយមិនមែនសំដៅទៅលើចិនទេគឺសំដៅទៅលើគ្រប់ស្រទាប់វណ្ណៈជាតិសាសន៍ឲ្យតែយើងដាក់បាទអញ្ចឹងយើងយកទៅដាក់ទៅគឺយើងកាក់កបមកវិញហើយមួយទៀតរឿងกระดาษសែនកระดาษសែនមិនមែនចិត្តសែនទេឆេងមេងឆ្នាំនេះគឺតម្រូវឲ្យមានការរៀបចំឲ្យបានត្រឹមត្រូវតម្រូវឲ្យបានឲ្យមានការរៀបចំយ៉ាងត្រឹមត្រូវអញ្ចឹងយើងរៀបចំกระดาษសែនត្រឹមត្រូវយើងបានដាក់ដីហុងស៊ុយ5ធាតនៅភ្នោដូនតាក្រោយទៅពីយើងសែនហើយគឺនឹងទទួលបានផលល្អព្រោះការសែនភ្នោបងប្អូនណាបើយើងសែនទៅត្រូវហុចផលលឿន3ថ្ងៃ3ខែយ៉ាងយូរ3ឆ្នាំយើងនឹងកាក់កបយើងនឹងរីកចម្រើនយើងនឹងរកស៊ីមានបានប៉ុន្តែបើយើងធ្វើខុសហុចផលឲ្យភ្លាមទៅសែននេះមកវិញមានបញ្ហាផ្លែកើតឡើងក៏មានដែរអញ្ចឹងបានដល់រៀបឲ្យត្រូវបងប្អូនខ្លះលែងសែនណាបើរកស៊ីឡើងហុកខ្ជិលសែនខ្ជិលអីកុំអាខ្ជិលឆ្នាំនេះបងប្អូនត្រូវសែនតាមគ្រូមហាជនមួយឆ្នាំសិនឥឡូវបើថាជ្រុលឲ្យឈប់សែនវាក្រឥឡូវធ្វើតាមគ្រូមហាជនមួយឆ្នាំទៀតបើក្តៅតែក្រទៀតឈប់សែនបាទអញ្ចឹងធ្វើតាមខ្ញុំយកដីហុងស៊ុយ5ទៀតយកទៅរោយពីលើភ្នោហើយយកกระดาษសែនទៅសែនឲ្យបានត្រឹមត្រូវដាក់ចូលដោះឡើងរកស៊ីមានបានត្រជាក់ត្រជុំជោគជ័យអញ្ចឹងអាចធ្វើបានដីហុងស៊ុយ5ធាតกระดาษសែនយើងមានតិចបាទព្រោះកូនចៅសម្រុកមកជាវឥឡូវចង់អស់ហើយអញ្ចឹងបងប្អូនចង់បានបងប្អូនឆាតចូលពេកជាវឬមួយក៏តំណតំណងលេខទូរស័ព្ទ07គុត29 29 38 099 40គុត8637ហើយបើតិចទៀតគេដាក់ TikTok គេនឹងមានលេខដើម្បីដាក់ពីលើនឹងហើយអញ្ចឹងសូមបងប្អូនអាចតំណតំណងជាវបានណាបាទអញ្ចឹងលោកអ្នកមិញនេះនិយាយពីរឿងឆ្នាំខាលប៉ុន្តែវារៀលដាលដល់រឿងឆេងមេឃព្រោះថាចង់ឲ្យបងប្អូនកូនក្មួយទាំងអស់ទៅឆេងមេឃដើម្បីឲ្យហេងទាំងអស់គ្នាអញ្ចឹងអ្នកកើតឆ្នាំខាលលេខសំណាងលេខសំណាងអ្នកកើតឆ្នាំខាលលេខ824ពណ៌សំណាងពណ៌ផ្កាឈូកបាទអ្នកកើតឆ្នាំខាលលេខសំណាង824ពណ៌សំណាងពណ៌ផ្កាឈូកណាអញ្ចឹងលោកអ្នក comment លេខ824លោកអ្នកshare ដាក់លេខ824ស្អែកពេលឲ្យពណ៌ផ្កាឈូកចប់ពីខាលចូលដល់ឆ្នាំជូតតាមក្បួនបុរាណចិនលោកគ្រូមហាជុំបានទូទាយថាអ្នកដែលកើតឆ្នាំជូតរាសីមហាឡើងនៅចុងខែមីនាឆ្នាំ2025នេះបាទចុងខែមីនាខែ3នេះអ្នកដែលកើតឆ្នាំជូតត្រៀមខ្លួនត្រៀមស្បោងត្រៀមថង់ត្រៀមកង់ដាក់លុយព្រោះលុយចាប់ដើមហូរចូលហើយកាក់កបហើយដោយសាររាសីយើងឡើងអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅរហូតដល់ដាច់ខែ3ចូលដល់ខែ4អ្នកដែលកើតឆ្នាំជូតរាសីកំពូលឡើងអញ្ចឹងអ្នកកើតឆ្នាំជូត comment លេខសំណាងគឺលេខ692បាទលេខ692គឺជាលេខលៀបលេខសំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំជូតអ្នកដែលកើតឆ្នាំជូតលេខសំណាង692ពណ៌សំណាងគឺពណ៌ទឹកមាសបាទស្អែកអ្នកកើតឆ្នាំជូតបើបានដឹងបានលឺហើយពេលឲ្យពណ៌ទឹកមាសកូនចៅទាំងអស់គ្នាណាបាទអ្នកដែលកើតឆ្នាំជូតទាំងអស់រាសីរបស់លោកអ្នកឡើងខ្លាំងចាប់ពីថ្ងៃនេះរហូតដល់ដាច់ខែ3ខែចូលដល់ខែ4ល្មមឡើងហើយរាសីឆ្នាំជូតនោះព្រោះតាមរយៈចុងក្រោយនេះជូតវេទនាណាប៉ុន្តែអ្នកដែលកើតឆ្នាំជូតទោះបីវេទនាកម្រិតណាក៏គ្នាអ្នកដឹងដែរបាទអ្នកកើតឆ្នាំជូតបើសិនជាគេហៅថាមានបានរីកចម្រើនណាគឺគេដឹងលឿនប៉ុន្តែបើឯងវេទនាគ្មានអ្នកដឹងទេព្រោះមនុស្សកើតឆ្នាំជូតមនុស្សក្បាលមួយទូលផែនដីតែឯងមានរឿងអីគិតម្នាក់ឯងដោះស្រាយម្នាក់ឯងខ្វល់ម្នាក់ឯងកើតទុកម្នាក់ឯងមនុស្សកើតឆ្នាំជូតបើមនុស្សស្រីថាស្រីមានកម្មស្រីអត់សំណាងមកជីវិតអ្នកកើតឆ្នាំជូតឲ្យតែស្រីភាកច្រើនណាគ្មានសំណាងបានស៊ីលុយប្តីទេបើមិនប្រឹងរកស៊ីងាប់ព្រោះអ្នកកើតឆ្នាំជូតវារឹងមាំពេកវាប្រកែកពេកចឹងបានភាកច្រើនអ្នកកើតឆ្នាំជូតដល់មកចំនួនប្តី2ណោហើយតែប្តី2អញមិនត្រូវឯងត្រូវអញប្រឹងរកស៊ីអញហត់ដែរចឹងអញមិនត្រូវមើលតែប្តីមិនកើតលេខក្បាលចោលយកប្តីមួយទៀតឬអ្នកខ្លះនៅមេម៉ាយទៅចិញ្ចឹមកូនទៅដោយសារអីដោយសារថាវាពឹងគេអត់បានហើយយើងវារឹងវាមាំវាខ្លាំងចឹងមកជីវិតអ្នកកើតឆ្នាំជូតมันអាចបង្ហាញនៅភាពទុនជ្រាយឲ្យគេឃើញទេគ្មានវាសនាគ្មានសំណាងបានស៊ីលុយប្តីទេជឿបើមិនជឿទេក៏សម្គាល់វាខ្លួនឯងទៅប៉ុន្តែខ្ញុំនិយាយនេះមិនមែនឆ្នាំជូតទាំងអស់ទេវាក៏មានឆ្នាំជូតមួយចំនួនដែលគេបានសំណាងដែរប៉ុន្តែភាគរយវាតិច100នាក់បានសំណាងតែ10នាក់នឹងភាគច្រើនវេទនាទាំងអស់អញ្ចឹងត្រូវចាំថា
អ្នកដែលកើតឆ្នាំជូតទាំងអស់ជាពិសេសនាងដែលជានារីល្មមឈប់ធ្វើស្រីរឹងមាំមិនធ្វើស្រីល្ងងធ្វើស្រីខ្សោយនៅឲ្យស្ងៀមប្តីឲ្យស៊ីមិនស៊ីទៅកុំធ្វើចេះតែចេះពេកហត់ណាព្រោះមនុស្សកើតឆ្នាំជូតមនុស្សឆ្លាតមនុស្សពូកែមនុស្សខ្លាំងអាឆ្លាតអាប៉កែអាខ្លាំងនឹងហើយដែលធ្វើឲ្យខ្លួនវេទនាដែលធ្វើឲ្យខ្លួនលំបាកដែលធ្វើឲ្យខ្លួនកើតទុក្ខឃើញទេវិច្ចកោដើរសួរមើលមិនដែលស្រីខាំជូតណាដេកស៊ីឲ្យប្តីចំអត់ដែលមានសោះមកជីវិតគឺភាកច្រើនស្រីឆ្នាំជូតរស់ស៊ីខ្លួនឯងណោះហើយបើនិយាយពីថារាប់ញាតអ្នកកើតឆ្នាំជូតស្រឡាញ់ញាតណាស់ស្រឡាញ់បងប្អូនស្រឡាញ់មិត្តភ័ក្តិស្រឡាញ់ម្នាក់ស្រឡាញ់ខ្លាំងគេកើតទុកជួយគេឲ្យយោបល់គេយកអាសាគេប៉ុន្តែពេលខ្លួនឯងកើតទុកគ្នាអាណាមើលមុខមួយហើយបើខ្លួនឯងមានការពឹងអ្នកណាក៏មិនបានដែរអ្នកកើតឆ្នាំជូតបើរស់ស៊ីមានបានគឺចំណែនជុំទឹះគឺចំណែនគេនឹងទាគេដៀលប៉ុន្តែបើក្រគេមើលងាយអញ្ចឹងមកជីវិតក្រគេមើលងាយមានគេចំណែនអញ្ចឹងអ្នកកើតឆ្នាំជូតមិនបាច់ក្រទេបាទហើយក៏មិនបាច់ទៅខ្វល់មួយអ្នកណាដែរចង់ឈ្នះអ្នកណាមួយស្រួលតែរកស៊ីឲ្យតែមានទៅឈ្នះគេដោយឯងព្រោះតែយើងកើតឆ្នាំជូតកើតមកវាអត់សំណាងកើតមកវាខ្វះអ្នកយល់ចិត្តកើតឡើងវាមានតែអ្នកចំណែនវាគ្មានវាអត់មានអ្នកយល់ចិត្តណាវាមានតែអ្នកស្អប់មានតែអ្នករុកគួនយើងដោយសារយើងឆ្នាំជូតមនុស្សឆ្នាំជូតមនុស្សអត់ខ្វល់មិនអត់ខ្វល់ទេមនុស្សខ្វល់ប៉ុន្តែអត់គិតរឿងអ្នកដទៃហើយនិយាយដើមណានិយាយទៅឯងធ្វើទៅអញខ្វល់អានឹងដែលធ្វើឲ្យអ្នកកើតឆ្នាំជូតនឹងត្រូវដល់គេស្អប់ដោយសារយើងវាអត់ចេះនិយាយដើមគេដោយសារយើងវាអត់ចេះចំណែននឹងទីឈ្នានេះគេអត់ចេះរករឿងគេមនុស្សយើងសំសុកប៉ុន្តែគេមិនសំសុកជាមួយយើងទេគេមិនជួយយើងទេអញ្ចឹងមកជីវិតអ្នកកើតឆ្នាំជូតកុំសង្ឃឹមថារកជាមួយបាននោះបើមិនប្រឹងរកស៊ីខ្លួនឯងទេប្រហែលជាអាចវាសនារត់ទៅនៅព្រៃហែមមកពៀនហើយបាទអញ្ចឹងអ្នកកើតឆ្នាំជូតល្មមណាបាទល្មមហើយធ្វើមនុស្សល្ងងខ្លះទៅធ្វើមនុស្សទុនជ្រាយខ្លះទៅពីព្រោះថាអ្វីដែលយើងលះបង់កន្លងមកគ្នាណាមើលឃើញទេបាទអត់ឃើញអាលីងបើមានប្តីយើងឆ្នាំជូតរស់ស៊ីមានប្តីគេថាគេអ្នករកហ៊ានតែយើងហ៊ានតែរស់ស៊ីក្រគេដៀលយើងស្រីចំរៃអញ្ចឹងមកជីវិតអ្នកកើតឆ្នាំជូតមានកម្មរហូតអញ្ចឹងបានខ្ញុំជម្រាបថាបើខ្ញុំមានកូនស្រីខ្ញុំមិនយកដាច់ខាតឆ្នាំជូតហេតុអីដោយសារខ្ញុំអាណិតកូនស្រីខ្ញុំខ្លាចកូនស្រីខ្ញុំធំឡើងទៅវាពិបាកវាវេទនាអញ្ចឹងណាប៉ុន្តែវាក៏ល្អដែរព្រោះយើងវារឹងមាំយើងមិនបាច់ស៊ីលុយប្តីណាប្តីឲ្យម៉ានមិនឲ្យអត់អញស៊ីដោយខ្លួនឯងចឹងបានអ្នកកើតឆ្នាំជូតភាកច្រើននៅម្នាក់ឯងឯកោណាដោយសារអត់ចេះត្រូវប្តីអត់ចេះត្រូវប្តីនឹងហើយបានវានៅម្នាក់ឯងហ្នឹងណាអញ្ចឹងអ្នកកើតឆ្នាំជូតចាប់ថ្ងៃហ្នឹងតទៅធ្វើស្រីល្ងងណាបាទមិនបាច់ធ្វើស្រីឆ្លាតទេធ្វើស្រីល្ងងស្រួលដាំបាយស៊ីទៅអាប្តីធ្វើមិនធ្វើទៅអញមិនខ្វល់ប៉ុន្តែឥឡូវនេះអត់ទេណាជូតឥឡូវនេះសិតកពូលវេទនាកំពូលកើតទុកមួយរយៈចុងក្រោយនេះទេវតាដកពិសោធន៍ចិត្តឈួតម្ដងហើយអ្នកកើតឆ្នាំជូតតើថ្ងៃណាបានជូតបានស្បោយឥឡូវនេះបានស្បោយហើយឆ្នាំជូតបាទឥឡូវនេះបានស្បោយឆ្នាំជូតនេះនៅចុងខែ3ចុងខែមីនានេះអ្នកកើតឆ្នាំជូតចាប់ផ្ដើមល្អចាប់ផ្ដើមជោគជ័យចាប់ផ្ដើមរីកចម្រើនល្អមកវិញហើយប្រាថ្នាកិច្ចការងារអីភាគច្រើនបានសម្រាប់កិច្ចការងារពឹងគេមិនជួយឥឡូវគេមកជួយកិច្ចការងារណាដែលមិនល្អប្រែមកល្អសុខភាពដែលឈឺប្រែមកជាលុយដែលអត់ប្រែមកមានចឹងអ្វីគ្រប់យ៉ាងអ្នកកើតឆ្នាំជូតចាប់ដើមល្អមកវិញហើយចឹងបើដឹងថាខ្លួនឆ្នាំជូតហើយចង់ឲ្យល្អតែយើងត្រូវធ្វើម៉េចជំហានទី1មិនបាច់គិតអីទាំងអស់ comment លេខសំណាងមួយគឺលេខ692 comment លេខសំណាងលេខ692 share វីដេអូលោកគ្រូមហាជុំដាក់លេខ692ហើយពណ៌សំណាងគឺពណ៌ទឹកមាសស្អែកអ្នកកើតឆ្នាំជូតពាក់ឲ្យពណ៌ទឹកមាសទាំងអស់គ្នាពាក់ឲ្យរស់ស៊ីមានបានពាក់ឲ្យកាក់កបពាក់ឲ្យរីកចម្រើនពាក់ឲ្យរាសីឡើងមិនឡើងធម្មតាឡើងខ្លាំងទៅទៀតអញ្ចឹងអ្នកកើតឆ្នាំជូតកុំដេកញញឹមយើងត្រូវប្រឹងហើយយើងត្រូវគិតពីខ្លួនឯងឲ្យច្រើនផ្អាកគិតសិនទៅបងប្អូននោះបើយើងមានយើងគិតបើយើងក្រយើងគិតខ្លួនឯងសិនដើម្បីឲ្យមានដើម្បីជួយបងប្អូនតទៅទៀតព្រោះយើងទោះបីជាយើងវេទនាក៏គ្នាបងប្អូនណាមកជួយយើងដែរអ្នកកើតឆ្នាំជូតនោះមានតែគេចំណែនមានតែគេនឹងទាមានតែគេឈ្នះនេះមានតែគេមើលងាយយើងក្រគេមើលងាយយើងមានគេចំណែនអញ្ចឹងបាច់ក្រទេសុខចិត្តឲ្យគេចំណែនទៅកុំឲ្យគេមើលងាយឈឺចាប់បាទអញ្ចឹងអ្នកកើតឆ្នាំជូតគឺជាមនុស្សមួយដែលកំពុលរឹងមាំហើយអ្នកកើតឆ្នាំជូតគឺជាមនុស្សដែលមិនចេះត្រូវអាណាទាំងអស់ហេតុអីបានមិនត្រូវមានអីត្រូវបើយើងមិនរស់ដោយសារគេផងយើងស៊ីដោយកម្លាំងញើសឈាមយើងអញ្ចឹងយើងខំប្រឹងបន្តទៅទៀតប៉ុន្តែកុំហត់ពេកកុំខ្លាំងពេកកុំប្រកែកពេកធ្វើល្ងងខ្លះទៅអ្នកកើតឆ្នាំជូតទាំងអស់ខ្ញុំសូមជម្រាបជូនថាបើសិនជាលោកអ្នកបើសិនជាលោកអ្នកធ្វើល្ងងលោកអ្នកនឹងស្រួលឆាកជីវិតរបស់លោកអ្នកអត់មានបញ្ហាអីទេប៉ុន្តែបើលោកអ្នកនៅតែធ្វើចេះហ่ะកុំសង្ឃឹមឡើយគ្មានសង្ឃឹមឡើយគ្មានសង្ឃឹមឡើយបាទគ្មានសង្ឃឹមថានឹងបានណានឹងបានសេចក្តីសុខព្រោះតែយើងហត់តទៅលោកគ្រូខ្ញុំឆ្នាំជូតថ្ងៃណាបាត់ហត់តតែជាតិរុយធ្វើការតត្រកល្ងាចឡើងចាំស្លាប់អញ្ចឹងគ្មានសំណាងទេហើយស្អាតតែឲ្យស្រួលបើមិនឈឺបកាច់ទេមិនបាច់ហៅគ្រូមកជុំទេអញ្ចឹងអ្នកកើតឆ្នាំជូតអញ្ចឹងហើយអ្នកកើតឆ្នាំជូតទាំងឡាយទាំងពួងហើយអ្នកដែលមិនមែនកើតឆ្នាំជូតក៏ដោយ
អ្នកដែលមិនកើតឆ្នាំជូតក៏ដោយអ្នកកើតឆ្នាំជូតក៏ដោយប្រសិនបើលោកអ្នកមានវិបត្តិអូម៉ារ៉ាប្តីមានស្រីអូម៉ារ៉ាមិនចុះសម្រុងជាមួយគេលក់ដូរមិនដាច់រ៉ូស៊ីមិនមានរ៉ូស៊ីមិនឡើងធ្វើអ្វីមិនកាក់កបធ្វើអ្វីមិនរីកចម្រើនបងប្អូនណាបាទខ្ញុំសូមណែនាំនៃឈុតខ្សែដៃ VIP ត្បូងធម្មជាតិ 100% សម្រាប់ឲ្យលោកអ្នកទាំងអស់គ្នាយកទៅពាក់ជាពិសេសបងប្អូននារីបាទបងប្អូនណានេះគឺជាខ្សែដៃហុងស៊ុយ5ធាតុត្បូងធម្មជាតិដែលបងប្អូនយកទៅពាក់នឹងជួយកាត់ឆុងលើករាសីឲ្យបងប្អូនរីកចម្រើនហើយនេះពាក់ជាឈុតជាមួយនឹងខ្សែដៃហុងស៊ុយ5ធាតុខ្សែដៃហុងស៊ុយ5ធាតុយក9បាទនេះគឺជាខ្សែដៃ5ធាតុជួយពាក់លើករាសីកាត់ឆុងនេះគឺជាខ្សែដៃយក9ដើម្បីបងប្អូនយកទៅពាក់ហើយជួយឲ្យបងប្អូនមានអំណាចមានដេកជះឈ្នះអមមានសត្រូវរ៉ូស៊ីមានបានកាក់កបរីកចម្រើនចឹងយើងពាក់ជាគូខ្សែដៃយក9និងខ្សែដៃកាត់ឆុងលើករាសីដើម្បីឲ្យយើងខ្លាំងដើម្បីឲ្យយើងពូកែដើម្បីឲ្យយើងរ៉ូស៊ីមានបានយើងពាក់ជាខ្សែចឹងហើយខ្សែដៃនេះគឺជាឈុត VIP ត្បូងធម្មជាតិ 100% យើងពាក់ជាគូបងប្អូនណាបាទយើងឃើញហ៎អាមានពណ៌ស្វាយនេះគេហៅខ្សែដៃយក9បាទត្បូងធម្មជាតិខ្នាត VIP ហើយអានេះខ្សែដៃហុងស៊ុយ5ពណ៌ហើយមានដុំដែកចរណៃ8ជ្រុងដើម្បីបង្វិលនៅរាសីយើងឲ្យឡើងខ្លាំងចឹងលោកអ្នកដែលកើតឆ្នាំជូតក្តីលោកអ្នកដែលមិនមែនកើតឆ្នាំជូតក្តីចង់ឲ្យរាសីឡើងចង់ឲ្យល្អចង់ខ្លាយទៅជាអ្នកជោគជ័យនៅយុគ9ចង់ឲ្យយើងមានគំនិតប្រាជ្ញាចង់ដោះបំណុលចង់រកស៊ីឡើងចង់ឲ្យរាសីឡើងខ្សែដៃយុគ9ខ្សែដៃហុងស៊ុយ5ធាតុជាគូពាក់ទៅគ្នាលោកអ្នកនឹងពាក់ឲ្យស្រូបលុយលោកអ្នកនឹងពាក់ឲ្យដោះបំណុលហេតុអីគ្រាន់តែខ្សែដៃមួយគូនេះពាក់ទៅស្រូបលុយពាក់ទៅដោះបំណុលខ្ញុំសូមជម្រាបជូនលោកអ្នកថាតែរាសីធ្លាក់រ៉ូស៊ីមិនឡើងរ៉ូស៊ីមិនកាក់កបទេប៉ុន្តែបើសិនជារាសីយើងឡើងយើងពាក់ខ្សែដៃទៅរាសីឡើងរលុយបានស្រូបលុយហើយតែរលុយបានស្រូបលុយហើយមិនមានតែមួយឆ្នាំឯងរបូតទៅវិញមានដល់20ឆ្នាំដោយសារតែគេហៅខ្សែដៃយុគ9ពាក់នេះគឺជាត្បូងធម្មជាតិដែលយើងពាក់ជាប់ខ្លួនពាក់ហើយកាក់កបពាក់ហើយជោគជ័យហើយពាក់តតែ2ខ្សែនេះអានេះឈុត VIP ខ្ញុំធ្វើតែ20ឈុតទេដោយសារតម្លៃវារៀងខ្ពស់បន្តិចដោយសារវាឈុត VIP ចឹងបងប្អូនត្បូងធម្មជាតិមិនមែនជ័រមិនមែនពាក់មួយថ្ងៃពីរថ្ងៃហើរពណ៌នោះទេចឹងបងប្អូនពាក់ទៅរកស៊ីមានបានពាក់ហើយកាក់កបយើងមាន20ឈុតបងប្អូនណាចង់បានឆាតចូលเพจឬមួយក៏ទំនាក់ទំនងតាមលេខ Telegram 07 គុត29 29 38 099 40 គុត8637